Hello，大家好，今天我们来学习颜色。ចាសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺយើងនឹងមករៀនអំពីពណ៌ជាភាសាចិនណាអញ្ចឹងចង់ដឹងថាពណ៌ទី1គឺមានពណ៌អីខ្លះអញ្ចឹងពណ៌ទី1គឺយើងអានថា黑色យើងបកប្រែថាពណ៌ខ្មៅ黑色ពណ៌បន្ទាប់灰色ពណ៌ប្រផេះ棕色ពណ៌ត្នោត绿色ពណ៌បៃតង红色ពណ៌ក្រហម蓝色ពណ៌ខៀវ赭色ពណ៌ស្វាយ橙色ពណ៌ទឹកក្រូច黄色ពណ៌លឿង白色ពណ៌ស天蓝色ពណ៌ផ្ទៃមេឃហើយ最后一个ចឹងពាក្យមួយចុងក្រោយគឺ粉红色ពណ៌ផ្កាឈូក好，现在我们学完了，但是大家可以告诉我，如果不知道的颜色，可以告诉我，我能回答你的问题。ចាអ្នកទាំងអស់គ្នាចឹងគឺពណ៌យើងរៀនចប់ត្រឹមនេះហើយខ្ញុំលើកពណ៌មួយចំនួនមកទេតែបើសិនអ្នកទាំងអស់គ្នាមានចម្ងល់នៅពណ៌ណាផ្សេងទៀតអាចសួរខ្ញុំបានខ្ញុំនឹងឆ្លើយជូន我希望大家喜欢我的视频现在再见拜拜